designer គ្នាយើងដែលធ្លាប់ជួបបញ្ហានៅពេលដែលយើងធ្វើ cover page Facebook ហើយយើងយកទៅផុសទៅនៅពេលដែលយើងមើលវានៅក្នុងទូរស័ព្ទឃើញដាច់ប៉ុន្តែនៅពេលដែលយើងមើលវានៅក្នុង website ឬក៏នៅក្នុង desktop វាឃើញធម្មតានេះគឺជាបញ្ហាមួយដែលខ្ញុំគិតថាគ្នាយើងប្រហែលជាធ្លាប់ជួបហើយខ្ញុំនឹងមកប្រាប់អ្នកគ្នាពីរបៀបធ្វើឲ្យយើងមើលទាំងនៅក្នុងទូរស័ព្ទក៏អត់ដាច់មើលនៅក្នុងកុំព្យូទ័រក៏អត់ដាច់យើងចូលទៅកាន់វីដេអូរបស់អ្នកគ្នាជាដំបូងហេតុអីបានវាដាច់ដោយសារតែ cover របស់ Facebook គឺវាមាន safe zone របស់វាដូចគ្នាយើងបានឃើញហ្នឹងគឺអ្វីដែលនៅក្នុងពណ៌សហើយនឹងខាងលើនេះបន្តិចខាងក្រោមនេះបន្តិចគឺវានឹងមើលឃើញនៅពេលដែលយើង view វានៅក្នុងទូរស័ព្ទហើយអីផ្សេងទៀតគឺវានឹងមើលឃើញនៅពេលដែលយើង view វានៅក្នុង desktop អញ្ចឹងហើយនៅពេលដែលយើងធ្វើ cover អត់ខ្វល់ពី safe zone ហ្នឹងវាប្រកាសជាដាច់ហើយនៅពេលដែលយើងមើលនៅក្នុងទូរស័ព្ទប៉ុន្តែនៅពេលដែលយើងមើលនៅក្នុង website គឺវាឃើញធម្មតាទេរបៀបធ្វើឲ្យវាត្រឹមត្រូវគឺងាយស្រួលទេគ្នាយើងគ្រាន់តែចូលទៅកាន់ Google មកយើង search cover Facebook site ចឹងមកដូចខ្ញុំបាន search ហ្នឹងហើយខាងលើនេះគឺយើងនឹងឃើញមាន site របស់វាហើយយើងចូលទៅកាន់ Photoshop យើងហើយសម្រាប់នៅក្នុង website ហ្នឹងគឺគេដាក់ថា360គុណនឹង820 pixel អញ្ចឹងកម្ពស់360ហើយ820សម្រាប់ទំហំនេះគឺវាទូចពេកអញ្ចឹងខ្ញុំនឹងគុណវានឹង4គ្នាយើងគ្រាន់តែចុច shift ហើយលេខ8ដើម្បីចេញសញ្ញាគុណហើយយើងដាក់4ហ្នឹងមក Photoshop គឺវានឹងគុណលេខឲ្យយើងហើយអាក្រោមនេះយើងធ្វើដូចគ្នាមកគុណនឹង4ហើយខ្ញុំនឹងបង្កើតវាជា artboard ចឹងគ្នាយើងបានសួរខ្ញុំថាធ្វើម៉េចបានតម្លាក់រូបភាពចូលទៅក្នុងហ្នឹងដើម្បីធ្វើជា reference អីបានហ្នឹងគឺខ្ញុំបង្កើតវាជា artboard នេះគ្នាយើងគ្រាន់តែ click កន្លែងហ្នឹងទៅគឺបានហើយកន្លែងនេះដោយសារតែខ្ញុំធ្វើនៅលើ digital ខ្ញុំដាក់វា72ចឹងទៅ create យើងបានផ្ទាំងការងារយើងមកហើយយើងគ្រាន់តែ copy រូបហ្នឹងមកយើងតម្លាក់វាចូលនៅក្នុង file ការងារដែលយើងបានបង្កើតមិញខ្ញុំគ្រាន់តែ break វាឲ្យស្មើ size គ្នាចឹងមកហើយខ្ញុំបើក guide ខ្ញុំវិញខ្ញុំនឹងទាញអានេះយកមកដាក់ឲ្យចំចឹងមកហើយបានហើយគឺយើងនឹងបាន safe zone មួយនៅពេលដែលយើងបិទទៅគឺយើងនឹងឃើញហើយរបៀបដែលខ្ញុំធ្វើមួយទៀតគឺខ្ញុំយក rectangle មកហើយគូសវាទៅតាមហ្នឹងខ្ញុំដូរវាដាក់ពណ៌ក្រហមហើយខាងក្រោមនេះដូចគ្នានឹងយើងនឹងបង្កើតគៀននេះ2ទៀតមកមិនចាំបាច់ឲ្យវាត្រូវយក 100% ទេឲ្យតែវាប្រហែលហ្នឹងទៅបានហើយព្រោះដោយសារតែនៅពេលដែលយើងធ្វើយើងអាចទាញ logo ឬក៏របស់ដែលយើងអត់ចង់ឲ្យវាដាច់ហ្នឹងចូលក្នុងតិចមកតែប៉ុណ្ណឹងហើយនឹងគឺជារបៀបដែលខ្ញុំធ្វើ cover សម្រាប់ Facebook page សង្ឃឹមថាគ្នាយើងយល់ហើយនឹងវាមានប្រយោជន៍សម្រាប់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ